ឆែកកម្រងមួយភ្ញៀវមកដល់គ្នាចឹងពាក់ព័ន្ធជាមួយមេធារីនេះគឺអត់ត្រូវតម្រូវការទេខាងក្រោមគឺក្រាកស៊ូបាតនិងមានបន្ទប់ទឹកក្របាតខាងក្នុងជាប្រភេទបន្ទប់ទឹកក្របាតសម្រាប់បន្ទប់ទឹកមួយឈុតទ្វារ1បង្អួច2និងមានប្រព័ន្ធភ្លើង dispenser ព្រីចឹងមេធារីកស៊ូបាត5ក្រោមនិងក្របាត5លើមានកម្មចតាឡើងជាប្រភេទកម្មចតាក្របាតជាប្រភេទក្របាតស្ងួតអត់រអិលវែរ៉ង់ដា1ម៉ែត្រជាប្រភេទក្របាតស្ងួតនិងបង្កាន់ដៃ1ម៉ែត្រ2ចឹងចំពោះខាងលើមេធារីក្រាក្របាតទំហំបន្ទប់5ម៉ែត្រគុណនឹង5ម៉ែត្រមេធារីដូចខាងក្រោមខុសតើខាងលើគឺភ្ញៀវគាត់ចង់តេស្តគឺគាត់យកក្របាតដើម្បីគាត់តេស្តសម្លេងថាអាចនឹងរំជួយឬក៏លើសម្លេងដល់ជាន់ខាងក្រោមអត់ឥឡូវនេះគឺធ្វើឲ្យរួចរាល់ 100% ចឹងពាក់ព័ន្ធមួយការតេស្តសម្លេងគឺជោគជ័យ 100% គឺអត់មានការលាន់ឬក៏រំជួយដល់ខាងក្រោមទេចឹងគាត់មានតម្រូវការយកថែម10ផ្ទះទៀតបងប្អូនគ្នាចឹងពាក់ព័ន្ធជាមួយភ្ញៀវគឺគាត់មានតម្រូវការថែម10ផ្ទះទៀតយកមេធារីក្រាក្របាត់ទាំងអស់តែម្ដងឥឡូវគឺបានក្រងជូនគាត់ហើយបានក្រងជាផ្នែកតសជូនគាត់នេះវគ្គក្រោយគឺគាត់កំងយកក្របាត់ទាំងអស់តែម្ដងអរគុណអតិថិជនដែលតែងតែគាំទ្រក៏ដូចជាទុកចិត្តលើសេវាកម្មខាងបងអរគុណច្រើនហើយបង